វាខ្លាំងវាសាហាវវាធ្វើគេគ្រប់គ្នាខ្លាចរអាគេគ្រប់គ្នាសម្លេងឡើងស្ងាត់ដោយចោលលួចសេះតែវានេះវិញសម្លេងដូចអ្នកក្រីក្រហមហើយនោះគឺជាម៉ាស៊ីនម៉ាស៊ូតឬក៏ Diesel Engine ម៉ាស៊ីនម៉ាស៊ូតឬក៏ Diesel Engine ដំណើរការយ៉ាងដូចម្ដេចហើយអ្វីបានជាវាខ្លាំងបែបនេះតោះមកដឹងជាមួយខ្ញុំទាំងអស់គ្នានៅក្នុងរថយន្តដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនចំណេះក្នុងម៉ាស៊ីនគឺមានតែពីរប្រភេទប៉ុណ្ណោះនោះគឺម៉ាស៊ីនសាំងនិងម៉ាស៊ីនម៉ាស៊ូតម៉ាស៊ីនទាំងពីរប្រភេទនេះគឺមានវគ្គដំណើរការ4វគ្គដូចគ្នាតែអ្វីដែលខុសគ្នានោះគឺម៉ាស៊ីនសាំងចេះដោយសារប៊ូស៊ីរីឯម៉ាស៊ីនម៉ាស៊ូតគឺចេះដោយសារសម្ពាធបំណែនដំណើរការ4វគ្គរបស់ម៉ាស៊ីនម៉ាស៊ូតគឺមានដូចតទៅទី1វគ្គស្រូបពីស្ទង់ធ្វើចលនាពីលើចុះក្រោមពី TDC Top Dead Center ទៅចំណុចផុតក្រោម Bottom Dead Center ស៊ូប៉ាប់ខ្យល់ Intake Valve ក៏បានបើកសម្រាប់បឺតយកខ្យល់បរិសុទ្ធចូលទៅក្នុងបន្ទប់ស៊ីឡាំងក្នុងដំណាក់កាលនេះគឺស៊ូប៉ាប់ផ្សែង Exhaust Valve គឺបានបិទទី2គឺវគ្គបំណែនពីស្ទង់ធ្វើចលនាពីចំណុចផុតក្រោម BDC ឡើងទៅចំណុចផុតលើ TDC វិញពីស្ទង់បំណែនសម្ពាធខ្យល់នៅក្នុងស៊ីឡាំងរហូតដល់កម្រិតសម្ពាធខ្ពស់បំផុតនិងសីតុណ្ហភាពខ្យល់កើនឡើងប្រមាណពី700ទៅ1000អង្សាសេផងដែរក្នុងដំណាក់កាលនេះគឺស៊ូប៉ាប់ខ្យល់និងស៊ូប៉ាប់ផ្សែងគឺបិទទាំងអស់គ្នាទី3គឺវគ្គឆេះផ្ទុះពីស្ទង់ធ្វើចលនាពីចំណុចផុតលើ TDC ទៅចំណុចផុតក្រោម BDC វិញមុនពេលពីស្ទង់ឡើងទៅដល់ចំណុច TDC បន្តិចក្បាលបិចបាញ់ប្រេងក៏បានបាញ់ប្រេងម៉ាស៊ូតជាទម្រង់ផ្សែងអាប់ចូលក្នុងបន្ទប់ចំហេះដោយសារតែសម្ពាធខ្យល់ខ្ពស់ផងនិងមានកម្ដៅផងប្រេងម៉ាស៊ីនក៏បានចាប់ផ្ដើមឆេះផ្ទុះដោយខ្លួនឯងនេះមិនខុសពីមិត្តភក្តិខ្ញុំប្រហែលទេឲ្យតែឃើញគេស្អាតដឹងតែក្រាស់គេស្រឡាញ់គេម្នាក់ឯងដល់ពេលចំបែងតាំងយកហេងពីទូជាមិត្តដ៏ល្អបំផុតការផ្ទុះនេះទៅសល់គឺជាកម្លាំងសម្ពាធដ៏ធំដែលរុញក្បាលពីស្ទង់ចុះក្រោមយ៉ាងលឿនបំផុតដែលបង្កើតបានជាធម្មពលមេកានិកសម្រាប់បង្វិលវីលឺប្រកាំងក្រែងសាហ្វដើម្បីឲ្យវីលឺប្រកាំងផ្ដល់កម្លាំងអូសទាញសម្រាប់អូសទាញរថយន្តឲ្យមានចលនាទី4គឺវគ្គបញ្ចេញផ្សែងឬក៏ exhaust ពីស្ទង់ធ្វើចលនាពីចំណុចផុតក្រោម BDC ត្រឡប់ទៅចំណុចផុតលើ TDC វិញវគ្គនេះគឺស៊ូប៉ាប់ផ្សែងបើកហើយស៊ូប៉ាប់ខ្យល់បិទពីស្ទង់រុញផ្សែងចេញពីស៊ីឡាំងតាមរយៈស៊ូប៉ាប់ផ្សែងនិងបំពុះស៊ីម៉ាំងបន្ទាប់មកពីស្ទង់ក៏ឡើងដល់ចំណុចផុតលើ TDC វិញវដ្តដំណើរការថ្មីក៏បានចាប់ផ្ដើមឡើងវិញដែលបង្កើតបានជាវដ្តដំណើរការទាំង4របស់ម៉ាស៊ីនម៉ាស៊ូតហើយពីខ្ញុំទៅមានតែប៉ុណ្ណឹងទេកុំភ្លេចជួយ like និងជួយ share អ្នកមួយជួបគ្នានៅវីដេអូក្រោយប្រេងម៉ាស៊ីន Zeal ជាប្រេងម៉ាស៊ីនដែលផលិតឡើងតាមស្តង់ដារអន្តរជាតិ API ជាមួយនឹងបច្ចេកវិទ្យារបស់ប្រទេសបារាំងប្រើប្រាស់ប្រេងម៉ាស៊ីន Zeal ម៉ាស៊ីនស្ទុះជាងមុនកាត់បន្ថយកម្ដៅសន្សំសំចៃប្រេងឥន្ធនៈនិងប្រើប្រាស់បានយូរប្រេងម៉ាស៊ីន Zeal ជាផលិតផលសុទ្ធ 100% មកពីអារ៉ាប់មិនតែប៉ុណ្ណោះប្រេងម៉ាស៊ីន Zeal ក៏បានចែកចាយជាច្រើនប្រទេសនៅលើពិភពលោកនិងទទួលស្គាល់ដោយក្រុមហ៊ុនផលិតយានយន្តនិងគ្រឿងម៉ាស៊ីនធំៗដូចជា Mercedes-Benz, Volvo, Volkswagen, Mack, MAN, Renault និង Caterpillar ផងដែរ